ស្រុកខ្មែរថ្មីទៀតបាទចតគាត់ថាគាត់នៅតាក់ស៊ីដែរចាគាត់ចតចាំមួយថានៅម្ដុំនៅបកានហើយចាំមួយគាត់ថាតែគាត់នៅខាងក្នុងអញ្ចឹងចាំមកជីឡានតាក់ស៊ីគាត់រត់ទៅគាត់ធ្វើដំណើរទៅធ្វើការឬក៏ទៅចំណាក់ស្រុកធ្វើការនេះតាមបណ្ដាខេត្តអញ្ចឹងហើយអ្នករត់ទាំងចោលយើងខ្ញុំញៀវមកទូរស័ព្ទអត់មានទៅពេលលោកឯងនៅកន្លែងណាកន្លែងនេះទេស្រួលចាអត់ឲ្យចេញអត់ឲ្យចេញលោកឯងអីគេសួរខ្ញុំរស់ស៊ីទិញឡានរាប់ម៉ឺនដុល្លារហើយលោកឯងប្រហែលក៏ដែរអត់ដឹងចង់ដឹងថាលោកឯងលោកអីគេដឹងថាខ្ញុំមកខាងអីខាងក្រសួងណាក្រសួងបើនិយាយអត់ឲ្យចេញលោកឯងអីគេសួរខ្ញុំរស់ស៊ីទិញឡានរាប់ម៉ឺនដុល្លារហើយលោកឯងប្រហែលក៏ដែរអត់ដឹងចង់ដឹងថាលោកឯងលោកអីគេដឹងថាខ្ញុំមកខាងអីខាងក្រសួងណាក្រសួងបើនិយាយទៅសាលាស្រុកហើយស្រុកទៅហើយស្វាយស្រុកធ្វើអីមិនស្វាយស្រុកតោះទៅមួយអត់បាច់ទេណែខាងទៅមួយខ្ញុំអត់ឲ្យចេញឡានហ្នឹងចេញមកលោកឯងគេចោលផ្លត់ឬក៏មិនអត់ឲ្យចេញទៀតលោកឯងគេឥឡូវដល់ហៅប៉ូលីសមក